នេះគឺជាកម្មវិធីកាត់តវីដេអូទាំងពីរប្រើប្រាស់សម្រាប់កាត់តវីដេអូប្រចាំថ្ងៃតែកម្មវិធីកាត់តវីដេអូទាំងពីរនេះមានអ្វីខ្លះហើយនឹងមានភាពងាយស្រួលអ្វីខ្លះតើខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពូកម្មវិធីទី1ដែលខ្ញុំតែងតែប្រើនោះគឺ Adobe Premiere ដែលកម្មវិធីនេះគឺ Adobe ទៅតែទម្លាក់អនុញ្ញាតឲ្យ tablet ឬក៏ទូរស័ព្ទដោយគ្រាន់តែយើងធ្វើការ download ចេញពី Google Play ឬក៏ App Store យើងគ្រាន់តែធ្វើការ register និង login នោះ option ផ្សេងៗនៅក្នុង Adobe Premiere ទាំងអស់នោះយើងអាចប្រើដោយ free កម្មវិធីទី2នោះគឺ VN Video Editor ដែលខ្ញុំតែងតែប្រើប្រាស់ជាប្រចាំក្នុងការតនឹងសម្រួលដល់ការងារកាត់តវីដេអូរបស់ខ្ញុំហើយចំពោះកម្មវិធីនេះក៏យើងអាច download មកប្រើដោយ free ហើយកម្មវិធីទាំងពីរនេះងាយស្រួលក្នុងប្រើប្រាស់ដោយសារវាមាន tool និង effect ស្រាប់នៅក្នុងកម្មវិធីនេះtrong video របស់ខ្ញុំក្នុងថ្ងៃនេះមានតែប៉ុណ្ណេះសូមកុំភ្លេចចុច like និង follow Facebook page របស់ខ្ញុំផងជួបគ្នានៅវីដេអូក្រោយ